มาได้ចំណុចទីតាំងដែលម្ចាស់ម៉ូតូធ្វើការគាត់បានហើយបាទឥឡូវសមត្ថកិច្ចធ្វើការបាទវាខ្នោះហើយវាខ្នោះជនសង្ស័យតាមពាក្យបណ្ដឹងរបស់បាទម្ចាស់ពាក្យបណ្ដឹងបាទឥឡូវធ្វើការគាត់បានហើយបាទបាទគឺមានពាក្យបណ្ដឹងដាក់នៅប៉ុស្តិ៍ជំនាញរបស់គាត់ហើយបាទយកជនសង្ស័យទៅបាទបើយកទៅប៉ុស្តិ៍បងហ៎បាទយកទៅប៉ុស្តិ៍បងគាត់សុំចាក់អីបងហ៎បាទសមត្ថកិច្ចធ្វើការបាទនាំខ្លួនទៅហើយបាទប្រិមជនអូនឯកែខ្លួនចាំមួយថ្ងៃបងមកទឹកអីអូតាមឡើងមកទឹកអីហ្មងចាប់បានចាំថ្ងៃ4ហ្មងដល់ចុះបងមិនដឹងថាគាត់នៅហ្នឹងនោះបងអូនស្រីខ្ញុំគាត់នេះគាត់តាក់មកអូយើងយកស្រីទៅធ្នៀងអូឲ្យបងអូនស្រីឆាតតំណាក់តំណងហើយដើម្បីធ្វើការគាត់បានតែម្ដងហើយណាត់ប្រជុំហ្នឹងគាត់ឲ្យបងអូនស្រីរបស់គាត់ដើរតួហើយឆាតតាម Messenger Telegram តាមលក្ខខណ្ឌណាមួយគឺធ្វើយ៉ាងម៉េចតាក់អូននេះឲ្យមកឲ្យជួបតទៅបានហើយគាត់ធ្វើការពួនដល់ពេលអូននេះក៏ធ្វើការតាក់ទងមួយបងអូនរបស់គាត់ក៏ណាត់ជួបគ្នាមកដល់នៅ Stop Eon នេះក៏ត្រូវម្ចាស់ម៉ូតូគឺចាប់បានតែម្ដងសូមគោរពនឹងជម្រាបសួរប្រិមត្តទស្សនិកជនលោកស្រីអ្នកនាងកញ្ញាដែលនិយមរកកាប់ផ្សាយអង្គភាពសារព័ត៌មានខ្ញុំឥឡូវនេះបានម្ចាស់គេតាមទាន់ហើយបាទបងអូនប្រុសដែលសុំការងារគេធ្វើបានរយៈពេល3ថ្ងៃក៏ស៊ីដាច់ម៉ូតូឥឡូវត្រូវបានម្ចាស់គេតាមទាន់ហើយបាទនៅនឹង Stop បាទ Eon 2តែម្ដងនេះសង្កាត់ទួលសង្កែទី2ខណ្ឌរិស័យការរាជធានីភ្នំពេញឥឡូវនៅខាងក្រោយនេះខ្ញុំបាទគេចាប់បានហើយគេមិនតែចាប់បានហ្នឹង3 4ថ្ងៃគាត់ជិះតាមរហូតដល់យកម៉ូតូគាត់មកហ្នឹងស៊ីគ្រឿងអស់ហើយបាទឥឡូវម្ចាស់គេតាមទាន់ហើយនៅក្រោយខ្ញុំនេះប្រិមត្តជនទៅជួបគាត់ទាំងអស់គ្នាចូលផ្ទះទីផ្ទះអ៊ំបាទចូលផ្ទះអ៊ំហ្មងហើយសុំសួរមើលអូនយ៉ាងម៉េចបានអូនឯងដាច់ចិត្តយកម៉ូតូមេជាងដែលគាត់ឲ្យការងារអូនឯងធ្វើហ្នឹងហើយយកទៅអូនឯងយកទៅណាវិញអូនម៉ូតូហ្នឹងសុកទីផ្សារទីហាជីទៅណាអូនសុកជីលើនិយាយសុំនិយាយលើជីទៅណាអូនសុកជីទៅស្រុកអូនណាហើយឥឡូវម៉ូតូនៅទេតែអូនឯងយកទៅស៊ីគ្រឿងនៅណាអូនណាខ្លះសៀវសៀនហ្មង40 រៀលហើយឮថាអូនឯងអត់មានការងារធ្វើទៅសុំគាត់ធ្វើបាទសុំទេបងខ្ញុំគាត់ជូនទៅទេអូបងអូនឯងជូនទៅផ្ញើគាត់បាទឲ្យស្គាល់គ្នាមួយគាត់ហើយធ្វើបានមួយថ្ងៃអូនហើយមកទឹកធ្វើបានមួយអាទិត្យអូនណាធ្វើបានមួយអាទិត្យហើយក៏ខ្ចីម៉ូតូគាត់បានខ្ចីទេអត់បានខ្ចីមិនម៉ូតូនៅណៃលួចជីយកទៅហ្មងលួចជីយកតែម្ដងអូគាត់ឲ្យការងារធ្វើឲ្យលួចជីយកតែម្ដងហើយឥឡូវតម្រាំមកចាប់បានមួយថ្ងៃបងតាំងពីថ្ងៃទី4មកថ្ងៃទី4មកហើយ11 7ថ្ងៃហើយម៉ូតូសភាពមែនម៉ូតូអញ្ចឹងឯងយកកាប់វិញយកស៊ីអស់ហ្មងថ្ងៃបើថ្ងៃ6ថ្ងៃ7ឥឡូវអូនឯងមកទឹកវិញតាក់តងគ្រួសារឬក៏មិនយកលុយមកលក់គ្រឿងឲ្យគេវិញឬក៏មិនអូនទិញគ្រឿងដាក់គាត់ចាំទិញគ្រឿងដាក់ឲ្យវិញឥឡូវដល់ស្រ័យមើលម្ចាស់ម៉ូតូម្ចាស់ម៉ូតូយ៉ាងម៉េចទៅដល់ដើម្បីកុំឲ្យគាត់មានទោសទណ្ឌអូនករណីនេះលួចឆោបោកនេះគឺទោសព្រមទណ្ឌអូនឯងមានដឹងទេឯងអត់ខ្ចីគេហើយអូនឯងជិះម៉ូតូគេទៅបាត់ទៀតអញ្ចឹងវាពាក់ព័ន្ធមួយព្រមទណ្ឌទៀតករណីនេះបាទឥឡូវម្ចាស់គេដាក់ពាក្យបណ្ដឹងឯងបងណាអូដាក់ពាក្យបណ្ដឹងជាប់ទោសព្រមទណ្ឌបាត់ឯអូនអើយ2ស្លឹកទៀតដាក់នៅប៉ុស្តិ៍ណាបងនៅសុំកណ្ដោតវាមួយសុំកណ្ដោតមួយនៅកន្លែងណាខ្ញុំបាត់មួយកន្លែងបាត់ហ្នឹងនៅទឹកដីណាបងនៅចំចៅ3អូចំចៅ3ខណ្ឌពោធិ៍សែនជ័យអីមកចាប់បាននេះចាប់បានតាមមួយថ្ងៃបងមកទឹកអីអូតាមឡើងមួយអាទិត្យអីហ្មងចាប់បានចាំថ្ងៃ4ហ្មងណាចុះបងមិនដឹងថាគាត់នៅហ្នឹងនោះបងអូនស្រីខ្ញុំគាត់នេះគាត់តាក់មកអូយើងយកស្រីទៅធ្នៀងអូឲ្យបងអូនស្រីឆាតតំណាក់តំណងហើយដើម្បីធ្វើការគាត់បានតែម្ដងហើយណាត់ប្រជុំហ្នឹងបាទអូពួននៅមុខខំមកធានកំហឹកហ្នឹងអូគាត់ពួនតម្រំបានធ្វើការគាត់អូននេះបានគឺគាត់ឲ្យបងអូនស្រីគាត់បាទធ្វើការតំណាក់តំណងឆាតតាម Messenger ឬ Telegram លក្ខខណ្ឌណាមួយដើម្បីហៅគាត់មកជួបដើម្បីធ្វើការគាត់បានតែម្ដងនៅនឹងកន្លែងឥឡូវនេះគាត់បានហើយអើយអូនឯងធ្វើអញ្ចឹងនៅក្មេងដែរវាមុននៅស្រុកកំពង់ចាមគេចាប់វាម្ដងហើយបានតែអូមានទោសម្ដងហើយចុះអូនឯងមិនចេះតែគិតអញ្ចឹងចូលដេកទៅអ៊ំនេះចូលដេកទៅអ៊ំអ៊ំនៅដេកអើហើយនៅក្មេងអាយុប៉ុន្មានអូន18ឆ្នាំឈ្មោះគេមិញអូនឯកែខ្លួនណាមុខរបរច្រើនណាមានមុខរបរគាត់ធ្វើសិនជាបានអីមួយថ្ងៃប៉ុន្មានធ្វើការធ្វើសិនជាវាសុំខ្ញុំនៅជាមួយខ្ញុំឲ្យវាសិនទេនៅសិនទេណាតែមួយខែសិនណាឲ្យលុយចាយណាអើយទៅបាត់ជំនាញម៉ាស៊ីនត្រជាក់បើយើងចេះក៏យើងរមុខរបរឬក៏ប្រាក់ខែបានថ្លៃដែរបើយើងអត់ចេះសោះគេឲ្យយើងរៀនហើយអត់អស់លុយហើយបានលុយចាយក្រៅទៀតអូនឯកែខ្លួនលុយអូនណាឈប់ឈប់អូនអើយការងារចឹងវាល្អទេអូនទម្រាំតែធ្វើការបាទរកបងអូនប្រុសដែលធ្វើការលួចម៉ូតូបាទជិះទៅរយៈពេលមួយអាទិត្យគាត់ប្រើវិធីសាស្ត្រគឺដើម្បីឲ្យ
ធ្វើយ៉ាងម៉េចឲ្យរកអូននឹងឃើញគឺគាត់ឲ្យបងស្រីរបស់គាត់ដើរតួឲ្យឆាតតាម Messenger Telegram តាមលក្ខខណ្ឌណាមួយគឺធ្វើយ៉ាងម៉េចតាក់អូននេះឲ្យមកឲ្យជួបតទៅបានហើយគាត់ធ្វើការពួនដល់ពេលអូននេះក៏ធ្វើការតាក់ទងមួយប្អូនរបស់គាត់ក៏ណាត់ជួបគ្នាមកដល់នៅ stop EON នេះក៏ត្រូវម្ចាស់ម៉ូតូគឺចាប់បានតែម្ដងបាទគេថាណាកុកមិនភ្លេចជុំភ្លេចកុកណាប្រិមត្តជនយើងយករបស់គេកុំសង្ឃឹមថារត់រួចឲ្យសោះគេនឹងរកវិធីសាស្ត្រណាដើម្បីយកទ្រព្យសម្បត្តិគេមកវិញគេខំប្រងណាបាទទាំងព្រឹកទាំងថ្ងៃទាំងល្ងាចហើយគេឲ្យការងារធ្វើទៀតឲ្យរៀនមកចេះទៀតឲ្យលុយចាយក្រៅទៀតតែគាត់បែរជាគិតខ្លីលួចម៉ូតូគេតែម្ដងគឺអត់មានខ្ចីគឺលួចយកតែម្ដងមកទឹកពេញតែម្ដងហើយម្ចាស់គេបានដាក់ពាក្យបណ្ដឹងហើយឥឡូវចាំសមត្ថកិច្ចមកយកគាត់ទៅធ្វើតាមនីតិវិធីផ្លូវច្បាប់សង្ឃឹមថាគាត់ចេញទៅវិញនឹងកែខ្លួនបាទមានមុខរបរបាទបងខំយកមកផ្ញើជាមួយនឹងមិត្តភ័ក្តិដែលស្គាល់គ្នាហ្នឹងហើយណាមានការងារធ្វើហើយមានមុខជំនាញហើយបែរជាបែកកំណត់យកម៉ូតូទៅស៊ីគ្រឿងលួចនៅប្រចាំគ្រឿងរបស់របរគេដែលគេខំស្រឡាញ់បាទម៉ូតូគេស្រឡាញ់បាទប្រិយមិត្តជននេះម៉ូតូបាទនេះផ្លាលេខម៉ូតូបាទភ្នំពេញបាទ 1IL 1566បាទស៊ីឡើងខ្ទេចឯងបាទជុំវិញស៊ីដល់អស់ហ្មងបាទខ្ទេចតែម្ដងបាទអូបាទស៊ីកាទៀស៊ីកអាវស៊ីបាទបេនបាទស៊ីដុំដេស៊ីបូមខ្ទេចអស់តែម្ដងបាទតួម៉ាស៊ីនមានសល់អីទេបាទសល់តែសម្បកម៉ូតូស៊ីគ្រឿងខ្ទេចអស់ហើយគ្រឿងគ្រឹះខ្ទេចអស់តែម្ដងឥឡូវនេះម្ចាស់គេខាត់បានហើយបាទម្ចាស់គេខាត់បានហើយរងចាំកម្លាំងជំនាញសមត្ថកិច្ចបាទឥឡូវសមត្ថកិច្ចប៉ុស្តិ៍ចំចៅ3បានធ្វើការមកដល់ចំណុចទីតាំងដែលម្ចាស់ម៉ូតូធ្វើការខាត់បានហើយបាទឥឡូវសមត្ថកិច្ចធ្វើការបាទវាខ្នោះហើយវាខ្នោះជនសង្ស័យតាមពាក្យបណ្ដឹងរបស់បាទម្ចាស់ពាក្យបណ្ដឹងបាទឥឡូវធ្វើការខាត់បានហើយបាទមានពាក្យបណ្ដឹងរួចជាស្រេចបាទគឺមានពាក្យបណ្ដឹងដាក់នៅប៉ុស្តិ៍ឥឡូវប៉ុស្តិ៍ធ្វើការតាមជំនាញរបស់គាត់ហើយបាទយកជនសង្ស័យទៅបាទបើយកទៅប៉ុស្តិ៍បងហ៎បាទយកទៅប៉ុស្តិ៍បាទប៉ុស្តិ៍ចំចាប់អីបងហ៎បាទសមត្ថកិច្ចធ្វើការបាទនាំខ្លួនទៅហើយបាទប្រិមជនអូនឯកែខ្លួនចេញមកឲ្យមានមុខរបរការងារគេឲ្យធ្វើហើយមិនព្រមធ្វើទេយកម៉ូតូគេទៅ